ឡងពេកនេះដល់ប្រជាពលរដ្ឋចំនួន18ភាសាក្នុងមួយភាសាចំនួន$2,000នៅក្នុងកម្មវិធីបើកសន្និសីទសារព័ត៌មាននិងពិធីប្រគល់ប្រាក់ចំណងដីធ្លីដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងវិធីខស្រុកផ្លែអំបិលខេត្តកំពតនៅព្រឹកថ្ងៃទី26 តុលាឆ្នាំ2019ដែលមានការចូលរួមពីតំណាងសហគមន៍បរិបលោកអភិបាលខេត្តអភិបាលស្រុកមេភូមិនិងទាំងប្រជាពលរដ្ឋចំនួន18ភាសាលោកឋានករបូរិនថារឆាត់ប្រធានគ្រប់គ្រងទូទៅនៅក្រុមហ៊ុនកកកុង Sensation និងក្រុមហ៊ុនកកកុង Sugar Industry បានមានប្រសាសន៍ថាប្រជាពលរដ្ឋមានចំនួន200គ្រួសារដែលរងផលប៉ះពាល់ដោយទីដែលតាមរយៈក្រុមហ៊ុនកម្មបានធ្វើសម្បទានប្រគល់ឲ្យក្រុមហ៊ុនទាំងពីរនេះឥឡូវភាគីបាទខាងភាគីក្រុមហ៊ុនកំពុងតែធ្វើការដោះស្រាយជូនពួកគាត់ដោយធ្វើការប្រគល់ប្រាក់សំណងដល់ពួកគាត់ចំនួន18គ្រួសារគឺក្នុងមួយគ្រួសារចំនួន$2,000ដោយឡែកប្រជាពលរដ្ឋចំនួន182គ្រួសារទៀតពុំទាន់បានមកទទួលយកសំណងនៅឡើយទេលោកបានបន្តថាការមិនទាន់ទទួលយកនោះដោយសារប្រជាពលរដ្ឋមួយចំនួនពុំទាន់បានដឹងព័ត៌មានទាំងនេះនៅឡើយហើយម្យ៉ាងវិញទៀតគាត់មិនទាន់ជឿជាក់ទៅលើក្រុមហ៊ុនថាពិតជាមានការប្រគល់សំណងនេះពិតមែនឬក៏អត់តែឥឡូវនេះក្រុមហ៊ុនកកកុងផលិតករតពិតជាបានប្រគល់ប្រាក់ជូនដល់ប្រជាពលរដ្ឋទាំងនោះពិតប្រាកដមែនតើនេះសូមចាប់ការសម្ដែងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋដែលក្រុមហ៊ុនបានប្រគល់ប្រាក់សំណងជូនចាខ្ញុំសម្រាប់ចាស់ហើយយូរហើយមានអីសប្បាយដែរបានគេអើយើងយកទៅដីខ្ញុំមាន5ថាតែខ្ញុំយកទៅអត់เป็นបញ្ហាទេក្រុមហ៊ុនបានតបខ្ញុំហើយដល់ថ្ងៃនេះជួយមកទទួលថ្ងៃនៅសំណងក្រុមហ៊ុនដែរបាក់កងហើយជាក្រុមព្រៀបទទួលនឹងសំណងដែលស្ម័គ្រចិត្តអត់មាននៃការតាមទេការរួមចូលមកទៅដល់អាជ្ញាធរភូមិឃុំក៏ដូចជាបានដោះស្រាយចំណោទដល់បានក្រុមព្រៀបជាឲ្យនឹងសូមអរគុណដល់ក្រុមហ៊ុនដែលមកកំប្រព័ន្ធដល់នឹងស្រុកនេះសូមឲ្យបានកាត់តនឹងវិញ្ញាណដែលបានដោះស្រាយជូនប្រជាពលរដ្ឋភូមិខ្ញុំបាទហើយចំណតទៅគឺមានអីទាក់ទងក្រុមហ៊ុនបន្ទប់ដីអស្ចារ្យទេបងជំរាបលាណាស់បានមួយក្រុមហ៊ុនទៅនេះក៏ទៅបោះចំគ្រួសារហើយលោកទួនសិលាអភិបាលស្រុកស្រែអំបិលបានលើកឡើងថាប្រជាពលរដ្ឋខ្លះពុំទាន់មកទទួលដោយសារពួកគាត់មិនទាន់ពេញចិត្តទៅលើសំណងទាំងនោះដោយអ្នកខ្លះអះអាងថាដីធ្លីរបស់ពួកគាត់មានទំហំធំដូច្នេះសំណងនេះមិនទាន់ទៅចិត្តពួកគាត់នៅឡើយទេបើមិនពួកគាត់មិនទាន់មកទទួលពេលនេះដូច្នេះពួកគាត់អាចមកទទួលយកនៅពេលក្រោយបានហើយរាល់3ខែម្ដងក្រុមហ៊ុននឹងធ្វើការប្រគល់សំណងជូនពួកគាត់លើកក្រោយទៀតលោកបានបញ្ជាក់ថាកន្លងមកលោកបានធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋចំនួន639គ្រួសារហើយទៅដល់ពេលនេះហើយលោកសង្ឃឹមថាប្រជាពលរដ្ឋនឹងទទួលប្រាក់សំណងជាបន្តទៀតសូមបញ្ជាក់ថាក្រុមហ៊ុនកកកុង Sensation មានដីសម្បត្តិចំនួន9,400ហិកតាដែលមានផ្ទៃដីតាមដងអំពៅរួចហើយចំនួន4,679ហិកតាតាំងពីចាប់ដើមរោងចំណែកឯក្រុមហ៊ុនកកកុង Sugar Industry មានដីសម្បត្តិជាង8,655ហិកតាដែលផ្ទៃដីតាមដងរួចហើយមានចំនួនបាទ5,229ហិកតាទឹកមកដល់ថ្ងៃទី31ខែឆ្នាំ2013ហើយឆ្នាំនេះមកដល់ខែមីនាឆ្នាំ2014មានអំពើខុសដល់ជូនឲ្យរោងចក្របានចំនួន200,000តោនអាចផលិតស្ករឆៅបាន20,000តោនក្នុងឆ្នាំនេះจะเป็นไลฟ์โปรแกรมการเรียนรู้